រពឹសដៃផ្ទៃឆ្អែតពាក្យនេះចាស់និយាយអត់ខុសមែនមើលខ្ញុំថ្ងៃមុនរពឹសដៃជីកដីចុះឡើងឥឡូវនេះស្រាប់តែមកមានផ្លែពោតបារាំងពោតអីណាដែលកំពុងតែផ្លែហើយផ្កាពេញតដើមនេះចំណែកឯម្រះវិញក៏ចាប់ផ្ដើមមានផ្លែហើយបើយើងក៏លេខទៅមើលចារុក្ខជាតិផ្សេងដែលដុះនៅផ្ទះរបស់ខ្ញុំហ្នឹងឥឡូវហ្នឹងគឺដល់ពេលប្រមូលផលហ្នឹងគឺច្រើនហើយក៏លេខមកមើលស្ពៃរបស់យើងថ្ងៃមុនហ្នឹងខ្ញុំមានអារម្មណ៍ថាអូយប្រហែលជាងាប់អស់ហើយព្រោះក្តៅខ្លាំងមាន់ចឹកប៉ុន្តែអត់ទេនៅសល់ខ្លះដែរបានមុំមច្ឆាដែរហើយយើងមកមើលដើមក្រូចដើមអីរបស់យើងវិញក៏នៅតែបន្តការលូតលាស់ធម្មតាអញ្ចឹងឯងដោយសារតែដីរបស់យើងគឺសើមរហូតបើអត់មានភ្លៀងទេខ្ញុំគឺមិនប្រហែសតែម្ដងចំពោះការស្រោចទឹកចំណែកឯមួយរយៈនេះវាមានភ្លៀងបន្តបន្ទាប់អញ្ចឹងទៅរុក្ខជាតិដែលខ្ញុំដាំប្រមាណហ្នឹងគឺអត់សូវបាក់ហត់ស្រោចទឹកប្រមាណទេស្រោចតែពេលព្រឹកអញ្ចឹងទៅងាកឡើងហ្នឹងគឺមេឃភ្លៀងមកស្រាប់តែម្ដងដែលធ្វើឲ្យរុក្ខជាតិរបស់យើងហ្នឹងលូតលាស់បានយ៉ាងល្អប្រសើរដែរហើយថ្ងៃហ្នឹងដែរជាងក៏គាត់ចាប់ផ្ដើមចាប់ជ្រីរបងចាប់អីអញ្ចឹងបដើអញ្ចឹងទៅគាត់ធ្វើការងារខ្ញុំធ្វើការងារខ្ញុំមួយថ្ងៃបងងាកដូចគ្នាគាត់ចាប់ផ្ដើមពីព្រឹកពីស្មណាខ្ញុំក៏ចាប់ផ្ដើមពីព្រឹកពីដំណើរមួយគាត់ដែរក្នុងការដែលរៀបចំផ្ទះនិងរៀបចំសួនរបស់ខ្ញុំអញ្ចឹងទៅដកស្មៅធ្វើអានេះកពិកកប៉ុកអញ្ចឹងទៅហើយគ្រាន់តែចំណាយពេលដេញសង្ហាបណ្ដូលហើយនឹងកូនរបស់គេហ្នឹងក៏ខ្ញុំចំណាយពេលទៅមកដេញលោនហើយនេះលទ្ធផលបងប្អូនអើយនិយាយពីស្ពៃនេះឥឡូវមិនដឹងថាមិនគេចូលចិត្តនិយាយពីស៊ីគ្នាឡើងរស់តែម្ដងមើលទៅឡើងដូចតកែស៊ីតែគ្មាននឹងកៅឯណាទេមានតែមន់ដែលខ្ញុំចិញ្ចឹមខ្លួនឯងនឹងឯងវាមកស៊ីហ្នឹងហើយថ្ងៃហ្នឹងដែរខ្ញុំដាំម្រះបន្ថែមអីដែលសារម្រះដែលខ្ញុំដាំលើកមុនហ្នឹងវាចាប់ដាំផ្លែក៏ប៉ុន្មានប៉ុន្តែខ្ញុំមានអារម្មណ៍ថាចំនួននៃការដែលខ្ញុំដាំហ្នឹងវាតិចពេកមើលទៅបើសិនជាកាត់ហើយវាអត់បានបន្តអញ្ចឹងហើយខ្ញុំចង់ដាំបន្ថែមអញ្ចឹងទៅព្រោះខ្ញុំមានដីចន្លោះត្នេដែរព្រោះម្រះវាឡើងទ្រើងផុតអញ្ចឹងទៅដំណាំដែលនៅក្បែរហ្នឹងក៏អត់អីដែរវាអត់ប៉ះពាល់ដល់ការលូតលាស់របស់ដំណាំផ្សេងទៀតទេអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តដាំម្រះបន្ថែមទៀតទៅគ្រាន់បានពេលផ្លែច្រើនអញ្ចឹងទៅចេះជឿន top fan ញ៉ាំអ្នកណាលើនៅចិត្តអីចឹងណាអាចមករយញ៉ាំបានហើយឥឡូវនេះរៀបចំក្នុងការដែលដាំបដាហើយមេឃហ្នឹងក៏ចាប់ផ្ដើមផ្គររោតភ្លៀងទៀតហើយអញ្ចឹងខ្ញុំបន់ឲ្យតែដាំឲ្យតែហើយអានឹងបញ្ញាប់នឹងរៀបចំព្រោះអីមើលទៅមេឃនេះទំនងភ្លៀងទៀតហើយល្ងាចហ្នឹងឥឡូវនេះចាប់ដាក់មកគុំហើយថែមមកគុំទៀតក្នុងមកគុំខ្ញុំដាក់2ទៅ3គ្រាប់ចឹងណាតាមមើលគ្រាប់តូចគ្រាប់ធំមកគ្រាប់ណារាងធំខ្ញុំដាក់តែ2ឯងមើលអាណារាងតូចអីចឹងខ្ញុំដាក់3គ្រាប់ចឹងទៅដាំម្រះរួចហើយនៅឃើញទៅដល់ការធ្វើម្ហូបពេលល្ងាចអញ្ចឹងហើយអត់មានអីពិបាកទេដោយសារតែស្ពៃរបស់ខ្ញុំហ្នឹងគឺល្មមញ៉ាំតែម្ដងតាមពិតទៅបើសិនជាយើងទុកឲ្យធំជាងនេះបន្តិចក៏ល្អដែរប៉ុន្តែដោយសារខ្ញុំចូលចិត្តញ៉ាំស្ពៃដែលវារាងនៅខ្ចីចឹងទៅពេលដែលយើងត្រឡប់ខ្លាញ់ហើយញ៉ាំជាមួយនឹងទឹកម្រេចក្រូចឆ្មាគឺឆ្ងាញ់ខ្លាំងមែនទែនតែម្ដងការដាំរបស់ខ្ញុំនេះគឺប្រមូលផលតាមដំណាក់កាលអត់មានចាំព្រមគ្នាបានប្រមូលទេណាដល់មុនញ៉ាំនឹងមុនព្រោះប្រចាំព្រមគ្នាតែម្ដងហ្នឹងគឺញ៉ាំអត់ទាន់តែម្ដងអញ្ចឹងមើលទៅណាល្មមអីកាត់ញ៉ាំបដាហើយអរគុណការមើលវីដេអូមួយនេះសូមជម្រាបលាជួបគ្នាវីដេអូក្រោយ